បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញអំពីរបៀបនៃការបង្កើតនៅ Telegram bot ដើម្បីធ្វើការភ្ជាប់ជាមួយនឹងប្រព័ន្ធ ChatKX បើសិនជាបងប្អូនទាំងអស់គ្នាមាន Telegram bot ហើយគឺជាការល្អតែបើសិនជាអត់ទាន់មានទេយើងអាចធ្វើការបង្កើតជាមួយខ្ញុំទាំងអស់គ្នាទៅអញ្ចឹងជាដំបូងយើងចូលមកកាន់ Telegram ហើយយើងវាយពាក្យថា bot father បាទនេះយើងឃើញមានសញ្ញា text នៅខាងលើនេះទេបាទយើងចុចត្រង់ហ្នឹងមួយទៅយើងចំណាំមើលដោយសារតែអ៊ីនធឺណិតខ្ញុំ slow នេះយើងចំណាំមើល profile របស់គាត់ហ្នឹងណានេះអាហ្នឹងគឺជា bot father បន្ទាប់មកយើងចុចយកពាក្យថា start បន្ទាប់មកយើងធ្វើការចុចយកពាក្យថា new bot ព្រោះដោយសារតែយើងអត់ទាន់មានទេបាទយើងយក new bot មកបន្ទាប់មកខាង Telegram គាត់នឹងឲ្យយើងធ្វើការដាក់នៅឈ្មោះ bot របស់យើងថាតើយើងចង់ដាក់ឈ្មោះអ្វីអញ្ចឹងខ្ញុំអាចដាក់ថាខ្ញុំដាក់ថា BT Digital បន្ទាប់មកខាង Telegram គេ recommend ឲ្យយើងដាក់ថា link URL អូខេខ្ញុំដាក់ចេះប៉ុន្តែដោយសារតែ Telegram គឺថាឈ្មោះនោះមានហើយអញ្ចឹងយើងត្រូវធ្វើការដាក់ឈ្មោះផ្សេងអូខេអញ្ចឹងឈ្មោះនេះគឺមានហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្ថែមយើងត្រូវធ្វើការយក token អញ្ចឹងអ្វីដែល token ដែលយើងត្រូវធ្វើយើងគ្រាន់តែ copy ត្រង់នេះឃើញទេនេះ token តែបើសិនជាករណីយើងចង់ប្រើថ្ងៃក្រោយយើងអាចចុចត្រង់កន្លែង open នេះក៏បានដែរយើងអាចធ្វើការកែប្រែនៅ bot របស់យើងឲ្យមើលទៅស្អាតអីនេះយើងអាចចុចត្រង់នេះមកហើយយើង copy ត្រង់ token នេះក៏បានដែរហើយយើង edit អីតាមក្រោយទៀតចាំខ្ញុំប្រាប់តាមក្រោយអញ្ចឹងយើងគ្រាន់តែចូលមកក្នុងប្រព័ន្ធរបស់យើងមកយើងចុចអូសមកក្រោមមកយើងយកពាក្យថា connect bot បាទបន្ទាប់មកយើងចុចយកពាក្យថានេះផាសហើយ save ហើយយើងចុច OK បន្ទាប់មកយើងចុចយកពាក្យថា enable អូខេបាទបន្ទាប់មកគឺប្រព័ន្ធរបស់យើងអាចធ្វើការប្រើប្រាស់ជាមួយនឹង bot នឹងបានហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្ថែមទៀតគឺយើងនឹងធ្វើការរៀបចំនៅ bot ហ្នឹងដើម្បីឲ្យវាអាចធ្វើការ auto reply ឬក៏រៀបចំឲ្យផ្សេងៗទៀតខ្ញុំនឹងប្រាប់នៅក្នុងមេរៀនខាងក្រោយបាទអរគុណ